ប្រកនេះតែងខ្លួនមកបែបជុកជូនបន្តិចដោយសារតាងូតទឹកហើយបលំឡើងដូចជាមានអារម្មណ៍ថាចង់មកអាប់អីចឹងណាហើយចៃដនអីថ្ងៃហ្នឹងថ្ងៃសិលទៀតអញ្ចឹងម៉ែក៏ថាជូនគាត់ទៅវត្តអត់ឲ្យម៉ែជិះម៉ូតូទៅឯជូនឡានទៅបងប្អូននេសាតែជាក់ពេកអញ្ចឹងណាហើយម៉ែគាត់ទៅវត្តគឺជារៀងរាល់ថ្ងៃសិលនឹងតែម្ដងគាត់មិនដែលខានទេខានលុះត្រាតែគាត់សុខភាពអត់សូវល្អអីចឹងណាហើយខ្ញុំចំណាយពេលវេលាសម្រាប់ការរលុយចឹងធ្វើបុណ្យខ្លះទៅចាទៅវត្តទៅអីខ្លះទៅព្រោះថាយើងរស់ស៊ីផងយើងធ្វើបុណ្យផងចឹងណាដើម្បីឲ្យជីវិតរបស់យើងនឹងវាភ្លឺស្វាងជាងហ្នឹងបងប្អូនប៉ុន្តែត្រឡប់អាក្រក់អញ្ចឹងអត់បានពាក់អាសទៅវត្តទេថ្ងៃហ្នឹងដោយសារតែជាក់ពេកដូចនិយាយថាអត់មានកម្រងទៅវត្តទេដល់ពេលម៉ែគាត់បបួលឲ្យជូនទៅក៏ជូនទៅបងប្អូននៅពាក់អាពណ៌ប៉ុន្តែមិនអីទេខែតិចអញ្ចឹងវត្តលោកមិនប្រកាន់ទេចាដល់ពេលទៅដល់វត្តខ្ញុំអត់បានថតទេនៅបរិវេណវត្តហ្នឹងគឺថាមានធម្មជាតិស្អាតល្អណាស់ចាវត្តអូដាប៉ុន្តែអត់បានថតទេដោយសារទូរស័ព្ទវាចិត្តអស់ថ្មអញ្ចឹងណាហើយដល់ពេលចេញពីវត្តមកម៉ែគាត់ថាឃើញគេលក់ត្រីនៅមុខវត្តហ្នឹងគាត់ថាឲ្យចុះសួរអែបឡានចុះសួរបន្តិចទៅហើយខ្ញុំក៏អែបឡានចុះសួរត្រីហ្នឹងទៅសួរទៅថា1គីឡូ8000ហើយអាធំនោះ1គីឡូ10000ហើយអាត្រីនៅខាងនេះហ្នឹង1គីឡូ6000អញ្ចឹងណាហើយត្រីដែងនេះដូចជា1គីឡូ15000តែម៉ែគាត់អត់ទិញទេត្រីដែងត្រីតូចនេះគាត់ទិញអាត្រីរៀល1គីឡូ8000អាកដាលអាធនកដាលគាត់ទិញយកមកខត្រីហ្នឹងល្អតាបងប្អូនត្រីប្រហែលជាទឹកពុះឯព្រោះខែនេះដឹងថាត្រីឡើងហើយនៅទឹកពុះចាទឹកពុះនៅ30ហ្នឹងគឺត្រីឡើងហើយអ្នកលក់ត្រីហ្នឹងចេះណាបងប្អូនមើលមិនត្រឹមតែលក់ម្ហូបឯចេះលក់បន្លែលក់អីណាខ្ញុំឃើញខ្នោនេះខ្ញុំនឹកឃើញចង់ដុតមាន់ប៉ុន្តែខ្ញុំឃើញវារៀងដូចជាពណ៌រៀងខ្មៅពេកចឹងខ្ញុំក៏ទុកវិញទៅមុនដំបូងថាមើលទៅបើឃើញតំណខ្ញុំចង់ទិញយកមកដុតមាន់ញ៉ាំងាយហ្នឹងចឹងណាដល់ពេលមើលទៅខ្នោហ្នឹងវារៀងខ្មៅធម្មតាទេគាត់ពុះលក់ប្រហែលជា2ថ្ងៃអីចឹងណាមិនឡើងខ្មៅអញ្ចឹងទិញត្រីរួចរាល់ហើយនេះយកត្រីមកទុកគូតឡានត្រាប់តែឃើញកូនប្រុសដំណប់ចិត្តនេះគេស្អាតជីក្នុងឯងគេថាជាគេជីនៅគូតឡានក្រោយអើយកូនឯកូនម្ដាយស្រឡាញ់ខ្លាំងពេកបានកូនខូចអស់អាលីងហ្មងមើលទៅកេងលើនេះឡានអញ្ចឹងកេងលើអាវឡានអត់បានយកអាវចេញពីឡានណាយកខ្ជិលនិយាយពីកូនហ្នឹងហាមកដល់ផ្ទះឲ្យបងប្អូនចាមកដល់ផ្ទះឃើញចេកមួយស្និតម៉ែគាត់បានយកមកទុកមកឲ្យទុកមកឲ្យញ៉ាំពេលអង្គុយដេឃើញកូនរវល់ពេកអត់មានពេលវេលាញ៉ាំអញ្ចឹងទៅយកចេកមួយស្និតមកឲ្យកូនញ៉ាំដើម្បីឲ្យកូននឹងមានកម្លាំងហើយម្យ៉ាងញ៉ាំរបស់ធម្មជាតិចេកនេះអត់ទិញគេណាបងប្អូនគឺចេកខ្លួនឯងចាកូនខំប្រឹងដេថ្ងៃហ្នឹងគឺដាច់យប់ហ្មងដោយសារអាវមួយនេះម្ចាស់កម្មវិធីហ្នឹងគាត់បញ្ញាប់ពាក់កម្មវិធីថ្ងៃស្អែកដល់ពេលអញ្ចឹងគាត់ត្រូវមកកាត់ថ្ងៃនេះហ៎ខ្ញុំបខំចិត្តត្រូវកាត់ឲ្យគាត់ទាំងយប់បងប្អូនអើយយប់ហ្នឹងអត់បានគេងទេម៉ោង10អីបានហ្នឹងហើយមេតិចផងចង់ចាប់ធ្វើ